ដីទាំងអស់គ្នាបាទអញ្ចឹងយើងចូលចំណុចថ្មីមួយទៀតតាក់ទងជាមួយនឹងការរៀបចំតារាងបាទការរៀបចំតារាងអញ្ចឹងការរៀបចំតារាងយើងមានការគូសជាតារាងនៅក្នុងកម្មវិធី Excel បាទការគូសតារាងគឺយើងអនុវត្តនៅពេលបាទមុនឬក៏ក្រោយនៅពេលដែលយើងបញ្ចូលទិន្នន័យហើយនៅក្នុងមេរៀននេះខ្ញុំនឹងណែនាំទាំងអស់គ្នាអំពីការបញ្ចូលតារាងមុនបាទមានថាយើងគូសតារាងមុនពេលបញ្ចូលទិន្នន័យបាទក្នុងការគូសតារាងជាដំបូងគឺយើងត្រូវដឹងថាបាទណាជួរឆមួយណាជាជួរដេកជាមុនសិនដើម្បីបង្កើតបានជាតារាងដែលយើងចង់បានហើយខ្ញុំនឹងឧទាហរណ៍តារាងមួយដូចខាងក្រោមនេះបាទអញ្ចឹងនេះគឺជាការគូសតារាងបាទបែបសាមញ្ញហើយដើម្បីគូសតារាងហ្នឹងបាទយើងត្រូវធ្វើយ៉ាងដូចម្តេចខ្លះបាទអញ្ចឹងដើម្បីគូសតារាងហ្នឹងបានគឺយើងត្រូវ select ចំនួនសេបាទឬក៏យើងហៅថាចំនួនជួរឆនិងជួរដេកដែលត្រូវគូសចេញជាតារាងហ្នឹងបន្ទាប់មកយើងចុច mouse ស្ដាំទៅលើសេហើយយើង select ជ្រើសរើសយកពាក្យថា format សេហើយយើងចុចទៅលើពាក្យថា border tab បន្ទាប់មកយើងកំណត់ style បាទយើងកំណត់ present បាទហើយយើងកំណត់វាហើយយើងចុច OK បាទអញ្ចឹងយើងទៅមើលការអនុវត្តទាំងអស់គ្នាឧបមាថាខ្ញុំមានទិន្នន័យបែបនេះបាទនេះខ្ញុំវាយបញ្ចូលទិន្នន័យជាមុនបាទបន្តមកទៀតយើងមានទិន្នន័យបែបហ្នឹងហើយយើងធ្វើការ select ទៅលើទិន្នន័យទាំងអស់ហ្នឹងបាទ select ទៅលើទិន្នន័យទាំងអស់ហ្នឹងហើយបន្តមកទៀតចុច mouse ស្ដាំយើងយកពាក្យថា format cell បាទហើយបន្ទាប់មកយើងចុចទៅលើពាក្យថា border ហើយយើងជ្រើសរើស style បាទទីមួយយើងជ្រើសរើស style អញ្ចឹងយើងអាចយក style បន្ទាត់មួយណាក៏បាន2ជាន់ក៏បានបន្ទាត់ដិតក៏បានបាទហើយយើងអាចធ្វើការដាក់ពណ៌ទៅលើបន្ទាត់បានដូចគ្នាបាទបន្តមកទៀតបាទយើង preset របស់យើងអាចធ្វើការយក outline និង insight មកដើម្បីឲ្យបន្ទាត់ហ្នឹងវានៅក្រៅនិងនៅក្នុងបាទក្រោយពីយើងកំណត់បានដូចនេះហើយបាទទាំងអស់គ្នាអាចចុចទៅលើប៊ូតុង OK បាទនោះយើងនឹងបានបាទតារាងបែបនេះឬក៏ស៊ុំបែបនេះបាទហើយវិធីមួយទៀតយើង select ដូចគ្នាហើយយើងចុចទៅលើ menu home បន្ទាប់មកទៀតយើងជ្រើសរើសប្រអប់ border បាទហើយបន្ទាប់មកយើងចុចទៅលើពាក្យថា all border បាទនោះទាំងអស់គ្នាបង្កើតបានស៊ុំទៅលើតន័យនឹងបានដូចគ្នាបាទឬក៏យើងយកពាក្យថាបាទ more border បាទចុច border ហើយយើងកំណត់ style បន្ទាត់ហើយយើងដូរពណ៌បន្ទាត់ដូចគ្នាបាទយើងអាចជ្រើសរើសពណ៌ដែលយើងពេញចិត្តបន្ទាប់មកយើងចុចទៅលើ outline និង insight ហើយយើងចុចលើប៊ូតុង OK បាទនោះយើងនឹងបានបាទតារាងដែលយើងបានកំណត់បាទអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ